រឿងកេឡានុបដ្ឋាយិកាជួបខ្មោចនៅវិរុទ្ធយប់រាត្រីមួយនាពាក់កណ្ដាលខែម៉ែកឆ្នាំ2005កេឡានុបដ្ឋាយិកាម្នាក់ឈ្មោះលឹមស្រីនាងបានទទួលវេនយប់នៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋដ៏ធំមួយក្នុងរាជធានីម៉ោងជាង10យប់បរិយាកាសនៅជុំវិញបានចាប់ផ្ដើមស្ងប់ស្ងាត់ទៅជាទម្លាប់នៃការនាពេលយប់លឹមស្រីនាងតែងតែមានអារម្មណ៍អាយកាម្ដងម្កាលខណៈដែលសកម្មភាពមន្ទីរពេទ្យបានថយចុះគួរឲ្យកត់សម្គាល់បន្ទាប់ពីម៉ោងចូលដំណេកអ្នករោគជំងឺនាងបានចាប់ផ្ដើមដើរត្រួតពិនិត្យអ្នកជំងឺជាប្រចាំដែលពិនិត្យមើលសញ្ញាជីវិតស្ថានភាពដកដង្ហើមនិងការលួងលោមអ្នកជំងឺដែលកំពុងគេងលក់មិនបានស្រួលរាល់ជំហានរបស់នាងបានលាន់លឺតិចៗនៅក្នុងច្រកភ្លៅស្ងាត់ជ្រងំនៅពេលដែលនាងបន្តការងាររបស់នាងបានកត់សម្គាល់ឃើញថាភាពស្ងាត់ជ្រងំនៃយប់នោះហាក់ដូចជាខុសប្លែកពីធម្មតាវាជាភាពស្ងាត់ដែលលាយឡំនឹងអារម្មណ៍ត្រជាក់ស្រងែមួយភ្លាមនោះនាងបានឮសូរសំឡេងខ្សឹបខ្សៀវដ៏ស្រាលមួយហាក់ដូចជាបក់មកពីជ្រុំណាមួយនៃបន្ទប់អ្នកជំងឺនាងបានឈប់ស្ងៀមហើយព្យាយាមស្ដាប់ដោយគិតថាវាប្រហែលជាសំឡេងខ្ចប់បក់ឬការយល់ច្រឡំដោយសារតែនាងអស់កម្លាំងលឹមស្រីនាងបានបន្តដំណើរទៅមុខទៀតប៉ុន្តែអារម្មណ៍មិនស្រណុកក្នុងចិត្តបានចាប់ផ្ដើមកើតមានឡើងមួយសន្ទុះក្រោយមកទ្វារបន្ទប់ទុកសម្ភារៈពេទ្យដែលបិទជិតបានរលុះបើកបន្តិចដោយខ្លួនឯងដោយគ្មានខ្យល់បក់អីសោះនាងបានសម្លឹងមើលទៅទិសនោះដែលងឿងឆ្ងល់អារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលនាងពីក្រោយបានធ្វើឲ្យរោមដៃរបស់នាងព្រឺស្គៀវឡើងនាងបានងាកក្រោយយ៉ាងលឿនប៉ុន្តែមិនឃើញមាននរណាម្នាក់ឡើយដើម្បីបំបត្តិភាពភ័យខ្លាចនាងបានសម្រេចចិត្តដើរត្រឡប់ទៅកន្លែងធ្វើការរបស់នាងវិញហើយហៅទូរស័ព្ទទៅមិត្តរួមការងារម្នាក់នៅផ្នែកផ្សេងទៀតដើម្បីសួរនាំរឿងរ៉ាវទូទៅខណៈពេលកំពុងនិយាយទូរស័ព្ទស្រាប់តែមានស្រមោលខ្មៅរាងដូចមនុស្សម្នាក់បានលេចឡើងនៅតាមច្រកផ្លូវដែលស្ងាត់ជ្រងំហើយវាបានដើរយ៉ាងយឺតឆ្ពោះមករកនាងស្រមោលនោះគ្មានមុខមាត់ច្បាស់លាស់ឡើយលឹមស្រីនាងស្រាប់តែព្រឺសម្បុរខ្ញាក់ហើយទូរស័ព្ទក៏ធ្លាក់ពីដៃរបស់នាងឈរស្ងៀមទ្រឹងមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលទៅស្រមោលនោះដោយភាពភ័យខ្លាចដ៏ឆ្អឹងខ្នងស្រមោលនោះបានបន្តដើរមករកនាងរហូតដល់ចម្ងាយប្រហែល1ម៉ែត្ររួចក៏បានរលាយបាត់ទៅវិញក្នុងភាពងងឹតដោយបន្សល់ទុកត្រឹមតែភាពត្រជាក់ស្រែងនិងក្លិនឆួលដោយផ្កាស្មួយសាននាងបានដួលទៅលើឥដ្ឋហើយព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាការយល់សប្តិឬជាការបំភាន់ភ្នែកប៉ុណ្ណោះប៉ុន្តែភាពភ័យខ្លាចនិងភាពជាក់ស្ដែងនៃការឃើញនោះបានចាក់ដោតក្នុងចិត្តរបស់នាងយ៉ាងខ្លាំងក្រោយពីបានធូរស្បើយបន្តិចនាងបានរើសទូរស័ព្ទមកវិញហើយហៅទូរស័ព្ទទៅប្រធានផ្នែករបស់នាងទាំងញាក់ជ្វានាងបានរៀបរាប់ពីអ្វីដែលបានកើតឡើងដោយមិនហ៊ានលាក់បាំងចាប់តាំងពីយប់នោះមកលឹមស្រីនាងតែងតែមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ហើយតែងតែគិតដល់ហេតុការណ៍នោះជានិច្ចបទពិសោធន៍នេះបានក្លាយជាផ្នែកមួយដែលមិនអាចព្រោះបំភ្លេចបានក្នុងជីវិតរបស់នាង